តោះឲ្យខូបកណាត់កូនបើគឺចង្ៃដែលតម្រូវឲ្យម៉ាមីនិងប៉ាប៉ានៅជាមួយអូន24ម៉ោងមកដោយសារតែខូបកណាត់អូនគឺចំថ្ងៃភ្ជុំធំនឹងតែម្ដងនិយាយពីថាបុគ្គលិកកូនចៅអីទៅផ្ទះឡើងស្ងាត់ហើយសំខាន់ភ្លៀងលិចសៀមរាបអស់លេងមកនិយាយពីថាសៀមរាបលិចទឹកសឹងតែកម្រមានហើយសំខាន់ខូបកណាត់អូន Stacy ឆ្នាំនេះគឺជាឆ្នាំដំបូងក្នុងឆាកជីវិតផងហើយដោយសារតែខូបកណាត់ដំបូងអញ្ចឹងមិនទាន់ចេះព្រមទៀនទេហើយប៉ាក៏ប៉ិនទៀតព្រៀនអូនភ្លាមៗដោយសារតែខូបកណាត់លើកដំបូងក្នុងជីវិតហ្នឹងហើយបានម្ចាស់ខូបនិយាយពីថារំភើបឡើងយំហើយ Happy Birthday កូនស្រីមានម្ដាយអើយឆ្នាំនេះគឺអាយុ1ខួបហើយសារតែរាល់ថ្ងៃនេះបើកភ្នែកមកថ្ងៃណាក៏ជាថ្ងៃដែលមានសុភមង្គលខ្លាំងតែវាមានកូនស្រីពៅទី3នេះមកតើឥឡូវបងប្អូនទៅទស្សនាទាំងអស់គ្នាចង់ដឹងថាប្រហែលថ្ងៃដែលម៉ែដោះទៅផ្ទះអស់ពួកខ្ញុំជួបរឿងញ៉ៃអីខ្លះមានរឿងដែលសប្បាយឬក៏រឿងដែលវិលមុខអីខ្លះហើយអស់តោះហើយបងប្អូនហើយម៉ែដោះមិននៅឪដោះជួយម្ដងចាគឺនៅសល់តែកងឡានខ្ញុំដែលគាត់អត់បានទៅលេងស្រុកទេដល់ខូបកណាត់អូន Stacy គឺចំថ្ងៃភ្ជុំធំអញ្ចឹងទៅក៏តាយាយទួតអីគឺគាត់មកលេងហើយថ្ងៃនេះទៅវត្តនេះវត្តក្នុងក្រុងទេហើយនិយាយពីថាតាមផ្លូវទៅស្ទះខ្លាំងមកគិតតាំងពីកូវីដមកកម្រឃើញសៀមរាបមានទិដ្ឋភាពគេហៅថាស្ទះបែបនេះយូរហើយមុនភ្ជុំធំហ្នឹងគឺយើងបានទៅវត្តជុំគ្រួសារធំហ្នឹងគឺចំនួន2-3វត្តហើយដោយសារតែយាយទួតតាទួតគាត់រៀងជរាដល់ពេលអញ្ចឹងគាត់ពិបាកធ្វើដំណើរមែនតើថ្ងៃខូបកណាត់អូន Stacy គឺមកតែតាយាយទេតែមួយនឹកឃើញថាយើងមកវត្តនេះវត្តចិត្តផ្ទះផងមកតែមួយផ្លែតហ្នឹងខ្ជិលឲ្យយាយទួតតាទួតគាត់មកដែរទៅតែមកដល់វត្តសាពះលោកឪភ្លាមមកបងប្អូនមើលសភាពកូនបើខ្ញុំណាថាក្នុងរូបភាពនេះគឺថា20%ទៅនឹងក្រៅមហាលពថាបច្ច័យឬគ្រឿងប្រកេនលោកនេះគឺថាដូចអត់ចង់ឲ្យប្រកេនលោកទេចាគឺដូចចង់យកទៅផ្ទះវិញអាមិនទេអត់ពីចាប់ខ្វេះលុយហើយចាគឺថាចាក់ចោលតែម្ដងគូកណាត់លើកដំបងអូន Stacy គឺថារៀងកំសត់តិចឯងបងប្អូនបានទៅណាទេមានតែជប់ជុំគ្រួសារឲ្យមកវត្តដើម្បីឲ្យលោកតាចងបោះចងអីឲ្យលោកតាប្រោះព្រំទឹកមុនដើម្បីសុំសេចក្តីសុខឲ្យអូនមានបញ្ញាឆ្លៀសវៃមានសុខភាពល្អមានសំណាងល្អនិយាយត្រង់ឲ្យបងប្អូនដូចក្តាមចងអស់ពីមួយទាញមួយអត់ខ្ចីខ្វល់ថាលោកកំពុងសូត្រធម៌សូត្រមុនអីណាសំខាន់អូនចង់រុករើឆ្ងាញ់ត្រង់ពេលលោកតាកំពុងសូត្រធម៌ហ្នឹង Stacy លេងញាក់តាមលោកសូត្រទៀតឡើងហួសចិត្តអស់ស្នេហ៍ថាឲ្យច្រឡំហើយបន្ទាប់ពីមកពីវត្តវិញគឺជានាទីម៉ាក់ប៉ាល្អចាអង្គុយប៉ាប៉ាក៏នឹកឃើញភ្លាមថាខូបកណាត់លើកដំបូងក្នុងជីវិតអញ្ចឹងប្រកាសជាអត់ទាន់ចេះផ្លុំទៀនទេអូទៀនភាសាហ្នឹងមកបរៀនអូន Stacy ផ្លុំម្ចាស់ខូបហ្នឹងមានតែផ្លុំស្អីនេះមើលតែផ្សែងទៀនហ្នឹងអូនិយាយពីថាបរៀនហៀបភ្លាមឲ្យគ្នាចេះភ្លាមមិនកើតណោះតាមណាចេះមិនចេះអត់ទៅធ្វើមិនទេលើកដំបូងពីប៉ាបច្ចុកគឺថាម៉ាមីបច្ចុកម្ដងដូរគ្នាស្ដាច់ឆ្ងល់រហូតតនុកឆ្ងល់ឃើញអាស្អីគៀបលើក្បាលម៉ែហ្នឹងក៏រុករើយកមិនសបាយអស់តោះហ្មងណាអស់តោះហើយនេះថ្ងៃនេះហ่ะភ្លៀងហើយអញ្ចឹងមកសតុំណាដោយសារអីខ្ញុំមូសក់ខ្លួនឯងចាឃើញអត់និយាយពីថាមូសក់ខ្លួនឯងឡងចង់2ម៉ោងមកហើយដោយសារអីសក់វាច្រើនពេកឲ្យកូនជួយកាន់ម្នាក់ម្ខាងហើយភ្លេចខ្លួននិយាយពីថាសក់ដោះហួសគូទៀតហើយបងប្អូននិយាយពីឈុតសាប៊ូកក់សក់មកតៃឥឡូវគេនាំគ្នាហៅថាជីសក់គ្រប់គ្នាដោយសារកាន់តកក់អប់បាញ់3មុខនេះទៅសក់ដោះសាហាវមកជាពិសេសគឺ step ចុងក្រោយទឹកថ្នាំបរោះសក់មកតៃហាទៅនេះគឺខ្វះអត់បានទេជាជំហានគេហៅថាជួយបដិបង្កើតកូនសក់យើងឡើងវិញរាប់ពាន់រាប់ម៉ឺនតសៃជួយសក់យើងដោះញុកណែនក្បាលឡើងវិញមកអានេះប្រៀបដូចជាស្ដេចទឹកថ្នាំបរោះសក់ចឹងដោយសារតែអ្នកដែលគាត់មានបញ្ហាសក់ជ្រុះឡើងស្ដើងឡើងឆក់ឡើងតពេចជ្រុះរ៉ាំរ៉ៃដល់ថ្នាក់ប្រើផលិតផលអីក៏អត់បាត់ជ្រុះប្រើអីក៏សក់ក៏អត់ដោះឡើងវិញគាត់ប្រើជាប្រចាំភ្លេចខ្លួនសក់គាត់ដោះឡើងញ៉ៃដូចដាក់ជីត្រូវចឹងនាំមកឈុតសាប៊ូកក់សក់មកតៃបើអ្នកដែលមានបញ្ហាសក់ជ្រុះខ្លាំងដំបូងគឺត្រូវតែកក់រាល់ថ្ងៃពេលដែលអន់ថយជ្រុះហើយចាំកក់មួយថ្ងៃម្លងមួយថ្ងៃចង់បំបត្តិបញ្ហាសក់ជ្រុះបានលឿនសក់ដោះក្រាស់ឡើងលូតលឿនណាធ្វើតាមខ្ញុំទៅគឺហាមខ្ជិលកក់សក់ឲ្យសោះបើកក់រាល់ថ្ងៃកាន់តែល្អហើយសាប៊ូកក់សក់មកតៃគឺស្ដាច់សាប៊ូហ្មងស្រុកខ្មែរតែក្នុងនោះវាមាន3 in 1ណាសក់អត់លេងប៉ក៏ប្រើទៅតុនសក់តែបើសក់ខូចឆេះសំពងអីអានឹងតើតអេតហាមម៉ាស់ចូលបន្ថែមដើម្បីជួយចិញ្ចឹមសរសៃសក់យើងហើយតិចទៀតគឺត្រូវចេញទៅញ៉ាំអីជុំគ្រួសារអញ្ចឹងឆ្លៀតដាក់មកតៃ collagen plus មួយសិនដោយសារតែមកតៃ collagen plus គឺថាលើកដាច់គឺសាច់ស្អាតបើសិនជាយើងញ៉ាំវាមុនញ៉ាំអីអញ្ចឹងគឺថាវា work បានល្អមែនតើមានន័យថាឃើញផលលឿនណាញ៉ាំតែ7ថ្ងៃ10ថ្ងៃគឺឃើញផលហ្មងជា collagen មួយដែលខ្ញុំទៅសារហ្មងរសជាតិឆ្ងាញ់ស្រួលញ៉ាំអត់ពិបាកញ៉ាំទេជា collagen ដែលចម្រាញ់ចេញពីធម្មជាតិ 100% ដែលមានរូបមន្តសុទ្ធពីប្រទេសជប៉ុនមកហើយដោយសារតែវាជា collagen សុទ្ធហ្នឹងហើយបានបងប្អូនពេលឆុងទៅវានៅកក់សិតអត់ងាយលាយក៏ឲ្យបាយចាំញ៉ាំណារូបរាង collagen សុទ្ធគឺអញ្ចឹងឯងហើយញ៉ាំជាប្រចាំទៅបងប្អូនណានិយាយថាជំនួយកោសិកាយើងពីខាងក្នុងបានល្អហើយមើលតែកញ្ចក់ខ្ញុំលូតលឿនហើយឡើងផ្កាជួយឡើងមាំញ៉ាំជាប្រចាំទៅសង្កល់ឃើញថាសក់យើងក៏កាន់តែល្អដែរដោះលូតលាស់លឿនមែនតើហើយបើស្បែករបស់យើងវិញស្បែកមុខស្បែកខ្លួនឡើងថ្លាលងម៉ត់ smooth មកចេញទៅក្រៅវិញគេហៅថា glow skin ណាជឿថងថាញ៉ាំជាប់ជាប្រចាំអាចជាប់លើមុខលើដងខ្លួនរបស់ខ្ញុំក្រោយពេលសម្រាលហ្នឹងគឺវាបាត់តាណាអស់លេងមកនិយាយពីថាកាត់បន្ថយស្នាមគឺល្អលេខ1ស្នាមមុនស្នាមចំស្នាមអាចរុយស្នាមជ្រីជ្រួញស្នាមស្លាក់ដក់ក្រុមភ្នែកស្នាមសង្វារផ្ដោតទៅលើការជួយកោសិកាយើងពីខាងក្នុងមកតួខ្លួនមកហើយសមត្ថភាពពិសេសវាគឺចូលទៅបំពេញនឹង boost collagen ក្នុងខ្លួនយើងឲ្យផលិតខ្លាំងឡើងវិញដោយសារតែក្នុងហ្នឹងយើងប្រើបច្ចេកវិទ្យា collagen ដល់ទៅ3ប្រភេទគឺ type 1 type 2 type 3ជាពិសេសអា type 2ហ្នឹងហ្មងដែលមាន molecule តូចរាងកាយរបស់យើងស្រូបយកបាន 100% ហ្នឹងហើយជាហេតុធ្វើឲ្យស្បែករបស់យើងហាប់តឹងណែនបរិយាភាពចាស់ជួយឲ្យសាច់ចាំក្មេងជាងវ័យហើយខ្ញុំប្រាប់ឲ្យហើយញ៉ាំម្ទេស collagen plus គឺបំបុកជំនួយកោសិកាស្បែកយើងពីខាងក្នុងតែបើសិនជាអ្នកដែលស្រឡាញ់ស្បែកសខ្លាំងសស្លេកសឈូកសលះសបែបខ្លាំងហ្មងប្រើលេម្ទេសឈុត VIP ប្រើ scrub សាច់ចាំដែលមានរូបមន្តជួយឲ្យសាច់ចាំនេះមួយទឹក2ដងបន្ទាប់មកលាបសេរ៉ូម BBB ហើយចាំប្រើលេម្ទេសបើចង់សខ្លាំងហើយសាច់ចាំគឺប្រើឈុតនេះនិយាយពីឈុតលេបុក collagen នេះគឺជាឈុត on trend ពេញនិយមខ្លាំងហ្មងតទៅពីរួចរាល់ហើយគឺយើងចាប់ផ្ដើមចេញដំណើរទៅជួបជុំគ្នាកម្មវិធីថ្ងៃនេះគឺកម្មវិធីទូចមួយ
សម្រាប់ជួបជុំគ្រួសារញ៉ាំអីពេលល្ងាចតែប៉ុណ្្នឹងឯងបងប្អូនណាសារដូចនិយាយចឹងខូបកណាត់អូន Stacy គឺចំថ្ងៃភ្ជុំធំខាន់ហាងមួយចំនួនគឺក៏អត់តាន់គេទៀតសារតែកន្លែងណាក៏ណែនអស់ដែរថ្ងៃភ្ជុំធំនេះត្រង់នេះអ៊ំគាត់ជួបខ្ញុំហើយគាត់ទៅសារគាត់ថាអុយមើលអត់ចង់ស្គាល់គាត់ឡើងលេងផ្លូវចិត្តហ្មងគាត់ជួបពេលខ្ញុំចេញខែអូន Stacy ទៅបានមួយខែហើយបើគាត់រំលឹកពីសម្រាប់ការនោះវិញប្រាប់គេ33គេមិនជឿទេគេស្មានតែ45អីនោះនិយាយទៅសុបាយចិត្តដែរក៏មិនដែរនឹកស្មានថាខ្លួនឯងសម្រាប់អាចងើបបានប៉ុណ្ណេះមកវិញសារតែយើងអាយុច្រើនកូនច្រើនហើយអញ្ចឹងនិយាយពីថាកូនកំមុំខ្ញុំមិនទាន់ដល់ម៉ោងត្រូវផ្លុំនំខេតែងាកងក់ចង់អេងហើយនិយាយពីអាកតុកតាគេនេះអូយស្រឡាញ់ខ្លាំងហ្មងអត់កតុកតាហ្នឹងគឺថាដេកមិនលក់ហើយតាមមនុស្សរើសទៀតណាតាមតែតកងឡាននេះយើងកំណាញ់ខ្លួនមិនចេះតែឲ្យគេចាប់ឲ្យគេពោទេរៀងរើសមនុស្សហើយនេះគឺជានំខេកលើកដំបូងក្នុងឆាកជីវិតរបស់អូន Stacy អូយម៉ាមីនេះក៏ប៉ិនទៀតណាកំងនំខេកសិតតែពណ៌ផ្កាឈូកឡើងខ្ជូតហ្មងហើយអាត្រង់នេះនិយាយត្រង់អូន Stacy គឺយំស៊ីនហ្មងតែម៉ាមីលួងចិត្តតែនិយាយដុតថាអូយមកពីអូនរំភើបពេកបញ្យំអាណាមិនរំភើបបើខូបកណាត់លើកដំបូងក្នុងឆាកជីវិតនេះគាត់ថា Stacy គឺជាក្មេងមួយដែលស្រួលងាយយំប៉ុន្តែក៏ឆាប់បាត់ដែរអត់តប៉ែទេហើយម៉ាមីនេះប៉ិនញ៉ោះគាត់ថាអូនយំព្រោះរំភើបទេប៉ាប៉ាអើយនិយាយពីថាមួកគេនៅឡើងខ្ជូតម៉ាមីប៉ាប៉ាខំប្រឹងឲ្យពាក់ប៉ុន្តែទាញចេញរហូតនិយាយពីថាដាក់ស្អីលើក្បាលអត់បានទេហើយដោយការគិតអញ្ចឹងដោយសារតែខូបកណាត់លើកដំបូងក្នុងជីវិតអូនមិនទាន់ចេះផ្លុំទៀនសោះហ្មងអញ្ចឹងទៅអាហៀកុយគឺថាផ្លុំជំនួសប៉ុន្តែកម្មវិធីនេះទោះបីជាតូចមែនប៉ុន្តែម៉ាមីចង់ធ្វើដើម្បីទុករូបឲ្យអូនធំឡើងបានមើលថានេះគឺជាខូបកណាត់លើកដំបូងកាត់នំមិនទាន់ទេម្ចាស់ខូបនោះស្ងាប់បាត់ទៅហើយបន្ទាប់ពីបួងសួងផ្លុំទៀនហើយគឺអូន Stacy បានកាត់នំខេកជូនតាជូនយាយជូនម៉ាក់ប៉ាជូនតាទួតយាយទួតសំខាន់ណាស់ខ្ញុំពិតជាចំណែនស្នេហាតាយាយមែនតើយាយចិត្តជាងតាប៉ែតជាងហ្នឹងណាគាត់ស្រឡាញ់មើលថែគ្នាទៅវិញទៅមកបានល្អណាស់និយាយទៅស្វីតត្មងក្មេងល្មមអីអាចចាញ់តាទួតយាយទួតហើយបើថាខូបកណាត់លើកដំបូងក្នុងឆាកជីវិតហើយមិនបានញ៉ាំនំខេកខ្លួនឯងដូចជាមិនសមដល់ទៅអញ្ចឹងអូនត្រូវតែហាមមកឲ្យបានធំបន្តិចទៅបានណោះគាត់នេះមិនដឹងជាម៉ែស្រឡាញ់ឬកូនស្រឡាញ់ទេបើគ្រាន់តែដាក់លលើក្បាលបន្តិចគឺទាញកវ៉ាត់ចោលផ្លែតហ្មងនិយាយទៅឲ្យតែអីលើក្បាលគឺអត់បានទេទាញចោលហ្មងបើនិយាយពីចងសក់វិញហ៊ានតែតឹងគឺបើកូនបើ Stacy ខ្ញុំនេះណានិយាយពីថាគួរសមមិនថាអូនចង់បានអីឬក៏គេឲ្យអីមួយគឺអូនអរគុណមុនទទួលយកឃើញចរិតឲ្យនិយាយពីថាខ្លាញ់ខ្លាំងហើយសម្រាប់ថាមកុដនេះមកុដរបស់ម៉ាមីឯងព្រោះម៉ាមីស្រឡាញ់ខ្លាំងកូន3អាយុច្រើនហើយប៉ុន្តែចរិតវិញ18មិនដូរចាជាតិនេះគឺថាបដិញ្ញាចិត្តថាសុំចាស់តែអាយុបានហើយពេលខ្លះអន់ចិត្តដែរកាត់ចេញពីពោះយើងប៉ុន្តែមុខមាត់ដៃជើងចរិតកាត់ទៅអស់លេតាមប៉ាអើយតាមជាងយើងទៀតគ្រាន់តែឃើញតាយាយអ៊ំផ្ទះដៃហ្នឹងមួយផ្លែតហ្នឹងគឺឃើញចេះភ្លាមហ្មងចេះផ្ទះដៃហើយញាក់តាមមនុស្សចាស់មនុស្សធំភ្លាមហ្មងនិយាយថាក្នុងនាមជាម្ដាយឃើញកូនលូតលាស់មកល្អអញ្ចឹងសប្បាយចិត្តគ្មានអីប្រៀបបានទេអារម្មណ៍ថា Stacy គឺចាប់បានលឿនចាប់បានលះឃើញអីគឺចេះលឿនព្រៀនអីគឺចេះលឿនមែនតើហ្មងដល់អញ្ចឹងមួយថ្ងៃនិយាយថាខ្នាញ់ញិចអត់ចេះធុញ